ជាប់គុណសូត្រព្រោះវាគ្មានយីអ៊ុនមានថ្ងៃអបបនអ្នកវាចំប្រៃពីម៉ែអើយណែមីងាដោយខ្ញុំហើយកុំមកចង់កែខ្លួនធ្វើជាក្រុមកងក្បួនដឹកឯងនឹងនួនឯណែលើកអរាទៀតគិតតែពីលៀបស្តាគិតតែចង់បានដូចត្រីប្រឹងលៀងទឹកអើយថ្មីលើកដាំងលឿនអីដូរប្រាំងលើកដាំងលឿនអីដូរយកតែប្រាំងហឹប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 ម៉ែអើយម៉ែកុំលូកូនដល់ថ្ងៃសូនប្រាក់ជួយមានរួចម៉ែកុំនាំកូនអើយខូចប្រស្អាតមានដូចដោយសារតែភាពពោពេញនេះចំណីអាហារខ្ញុំបាទជឿជាក់ថាលោកអ្នកក៏នៅសល់មុខម្ហូបក៏ដូចជាអាហារមួយចំនួនដែលលោកអ្នកនៅមិនទាន់បាននឹកឃើញដល់ប៉ុន្តែឥឡូវនេះក្រុមការងាររបស់យើងខ្ញុំបានមកដល់ត្រង់ចំណុចផ្នែកខាងជើងនៃព្រះបរមរាជវាំងដែលយើងហៅនិយាយថាប្លុកនេះគឺតំបន់វាលមេនហើយឥឡូវនេះផងដែរខ្ញុំបានកំពុងតែមានវត្តមាននៅមុខហាងមួយកន្លែងដែលនៅទីនេះគឺមានអាហារឆ្ងាញ់ឆ្ងាញ់ដូចជាលតឆាមីឆាជាមួយនឹងនំកាឆាយហើយការនិយមចូលចិត្តរបស់បងប្អូនយើងដែលមានលំនៅឋាននៅក្នុងទីក្រុងភ្នំពេញរបស់យើងនេះផងដែរគឺថាគាត់អាចមានច្រើនជម្រើសទៅតាមតម្រូវការប៉ុន្តែអ្វីដែលជាខ្លឹមសារនៅក្នុងកម្មវិធីរបស់យើងនោះខ្ញុំបាទក៏សូមអនុញ្ញាតជ្រើសរើសជូនជាច្រើនបែបជាច្រើនមុខម្ហូបដែលបានបង្ហាញជូនត្រង់ថាតើចំណូលចិត្តរបស់លោកអ្នកទៅលើអ្វីមួយនោះខ្ញុំបាទក៏មិនទាន់ដឹងដែរប៉ុន្តែអាចទស្សនាបានទាំងអស់គ្នាបន្តិចទៀតនឹងបានឃើញអំពីទស្សនវិជ្ជាទាំងស្រុងនៅក្នុងហាងនេះតែម្ដងក៏រួមមានការសម្ភាសន៍មួយចំនួនដែលពាក់ព័ន្ធទៅនឹងខ្លឹមសារនៃការលក់ដូររបស់គាត់ផងដែរសូមជឿរកឯងនំនួនលើកអយរណាទៀតគិតតែពីលៀបស្តាគិតតែបានកូនដូចត្រីប្រឹងលៀងទឹកអើយថ្មីលើកដាក់លើល្អីដូរប្រាក់ហើយលើកដាំងលើល្អីដូរប្រាក់ខ្ញុំចង់បានពេកតែម៉ែអើយម៉ែកុំលួកកូនដល់ថ្ងៃសូនប្រាក់ជួយមិនរួចម៉ែនាំកូនអើយខូចប្រស្អាតមានដូចកំឡោខ្មៅខ្ញុំទីឃើញថាដើម្បីសម្រួលជាមួយនឹងភាពកក់កដោយសារតែភ្ញៀវទាំងឡាយបានទាន់ចិត្តនោះគឺថាពួកគាត់បានចែកផ្នែកគ្នាគឺរួមមានការឆាដោយផ្ទាល់និងមានផ្នែកខាងដាក់សាច់ហើយនេះគឺជាផ្នែកមួយនៃការលក់ដូររបស់គាត់គឺសំដៅទៅលើលតឆារីឯមីឆាហ្នឹងក៏តម្រូវទៅតាមអតិថិជនផ្សេងទៀតបើសិនជាមានគាត់កំងគាត់នឹងតម្រូវធ្វើជូនតែម្ដងរីឯផ្នែកខាងមុខដែលនៅមិនឆ្ងាយពីទីនេះប៉ុន្មានគឺនឹងបានឃើញផ្នែកមួយទៀតនោះគឺការចៀននំកាឆាយ
លួញគិតខូចចិត្តអ្នកឯងដឹងទេបើអើយថាគ្រូបងសែនចំបែងជីវិតដូចខ្លែងវងវែងក្នុងមេឃស្នេហារាល់យប់រាល់ថ្ងៃស្រមៃតែស្រីគ្មានអ្វីស្មើបានកលយ៉ាងព្រៀបដូចបុកផាទីក្នុងបេះដូងសាយសពលំអងក្នុងការៀមយកអរ៉ាចិនដាបងសែនលុនជួយខំលែងដួងចិត្តស្នេហ៍ពិតសង្ឃឹមញញឹមថាមានថ្ងៃមួយការស្នេហ៍លងត្រួយក្នុងតងតែមួយមិនព្រួយរក្សាមានស្ងួនសូមអូនមេត្តាប្រណីដើម្បីទទួលបានព័ត៌មានដែលមានខ្លឹមសារទាំងស្រុងនោះខ្ញុំបាទសូមអនុញ្ញាតបង្វែរអារម្មណ៍លោកស្រីកញ្ញាមកជួបជាមួយនឹងកិច្ចសម្ភាសន៍មួយជាមួយនឹងអ្នកមីងមួយនាក់ដែលគាត់កំពុងតែញាប់ដៃញាប់ជើងជាមួយនឹងការងាររបស់គាត់បាទអនុញ្ញាតជួបទាំងអស់គ្នាបាទជំរាបសួរអ្នកមីងអើយដល់និយាយមិនផងគូឯងបាទហើយតើការលក់ដូរហ្នឹងមកមានញឹកដែរទេមួយថ្ងៃមកមានញឹកដែរតាគូតែហាងហ្នឹងបើកពីកាលដែរអូដល់ពីឆ្នាំប្រហែលផងយូរដែរហើយហ្នឹងណាហើយជំនិច្ចការសម្រាប់ការលក់ដូរហ្នឹងដាច់ជារៀងរាល់ថ្ងៃអញ្ចឹងឬមួយក៏មានថ្ងៃដាច់រាល់ថ្ងៃអញ្ចឹងរាល់ថ្ងៃបាទហើយនៅទីនេះមានលក់អ្វីខ្លះដែលសង្កត់ធ្ងន់ទៅលើការចាប់អារម្មណ៍របស់អតិថិជនមានលក់មីលក់ទឹកបើអីហ្នឹងតើប្រភេទណាដែលអតិថិជនគាត់គ្រប់គ្រងហើយសរសើរតែឆ្ងាញ់ជាងគេនោះមីឆាលូតឆាមីឆាលូតឆាបាទហើយជាទូទៅច្រើនតែប្រភេទអតិថិជនយើងរបៀបណាជាមិត្តភ័ក្តិជាគ្រួសារឬមួយក៏បែបជាលក្ខណៈសង្សារយុវវ័យអាហ្នឹងដឹងនិយាយថាម៉េចហ្នឹងគូឃើញថាសម្រាប់កិច្ចសម្ភាររបស់យើងក៏ពុំទៅជាបានក្បោះក្បាយប៉ុន្មានដោយសារតែគាត់កំពុងតែជាប់រវល់ជាមួយនឹងការងាររបស់គាត់ដូច្នេះរាល់ករណីទាំងឡាយណាបើសិនជាឆ្ងល់រួមមានតែព័ត៌មានដែលបានពិស្ដារឆ្ងល់ថាតើរសជាតិជាមួយនឹងក្លិនដ៏ឈ្ងុយនេះវាមានបែបផែនកម្រិតណានោះអាចអញ្ជើញបានដោយតំបន់ទីតាំងដែលខ្ញុំបានជម្រាបជូនយ៉ាងដូចនេះដែរគឺស្ថិតនៅផ្នែកខាងជើងព្រះបរមរាជវាំងប្លុកវាលមេននោះយើងនឹងបានឃើញការលក់ដូរដ៏មមាញឹកនេះហើយអនុញ្ញាតទស្សនាជាបន្តទៀតជាមួយនឹងក្រុមការងាររបស់យើងខ្ញុំផុតពីទុកថាស្បាយហើយក្នុងអរ៉ាស្នេហាជីវាស្ដាប់អូនបំពេលនាំឲ្យប្របងគេងសាំចង់បាំងភ្លេងប្រឡែងប្រឡោចិត្តស្នេហ៍